តើអ្នកបោកប្រាស់នេះមកពីណា Seasons ខ្ញុំពិតជាមិនដឹងពីដែនកំណត់របស់ខ្លួនឯងទេខ្ញុំគិតថាវាជាតួអង្គមួយប្រភេទគំនិតគឺថាវានៅក្មេងពេញមួយឆ្នាំតើអ្នកអាចយកជីវិតមនុស្សដោយរបៀបណាលេងសើចទេព្រោះអ្នកមិនមែនជាគ្រូពេទ្យកុំធ្វើការស្មានខុសអំពីអាយុចាស់គ្រាន់តែនៅស្ងៀមកុំតែងតែគិតអំពីជំងឺដាច់សរសៃឈាមខួរក្បាលទី4 GCG ឯងមានបញ្ហាអ្វីមានរឿងអ្វីកើតឡើងបងអូនស្រីចប់ហើយបញ្ចូលដែកទាំងនោះប្រសិនបើវាមិនចូលទៅក្នុងបេះដូងទេវានឹងបណ្ដាលឲ្យខ្សោយបេះដូងត្រូវតែលុបចោលជាបន្ទាន់ទេប្រសិនបើបញ្ចូលដែកត្រូវបានបញ្ចូលទៅក្នុងបេះដូងចុចដោយបង្ខំដើម្បីកុំចូលចេញពីបេះដូងបញ្ចូលដែលបែកខ្ទេចខ្ទីបានបាត់អស់ហើយឥឡូវនេះមានតែមួយគត់វិធីសាស្ត្រមួយគឺត្រូវយកដែកចេញតើអ្នកពិតជាអាចកំចូលដែកចេញបានទេបន្ទាប់មកខ្ញុំនឹងលេង Game White Doctor ជាមួយអ្នកម្ដងតើគួរមានកាត់ប្រកិច្ចអ្វីខ្លះប្រសិនបើមានអ្វីខុសកើតឡើងក្នុងពេលសម្រាប់ខ្ញុំនឹងទទួលខុសត្រូវទុកចិត្តខួរក្បាលរបស់គាត់គ្រូពេទ្យខ្លួនឯងបាននិយាយថាកុមារឈឺពួកគេប្រកាសជាស្លាប់ប៉ុន្តែពួកគេនៅតែត្រូវទៅជាមួយគាត់ចូលយើងឈួតជាមួយគ្នាជាមួយក្មេងរពីនោះគាត់ស្លាប់ពាក់កណ្ដាលហើយមនុស្សដែលនៅទីនេះរួចហើយកំពុងខ្ជះខ្ជាយពេលវេលារបស់ពួកគេពេលវេលាត្រូវបានរចនាឡើងយ៉ាងច្បាស់ដើម្បីផលិតខ្យល់លោកក្រវ័យក្មេងឈៀវប្អូនស្រីរបស់ខ្ញុំអ្នកនៅតែនៅទីនេះហេតុអ្វីបានជាអ្នកនិយាយបែបនេះតើនេះសមរម្យទេប្រសិនបើអ្នកមិនដឹងពីរបៀបនិយាយស្ងាត់មាត់ទៅក្មេងស្រីតូចខ្ញុំបានមើលពួកគេកាន់ឆាកយ៉ាងណែនតើយ៉ាងដែលគ្មានប្រយោជន៍អ្វីនោះនឹងបញ្ចប់ដោយរបៀបណាលោក Khojnushenទីស្ករទន្សាយ6ជីងលីវជាសម្រស់ឯកាចិញ្ចៀន2ជាន់ពេលដើរលេងក្នុងដែនដីទាំង5នៃហ៊ុនកេងយ៉ាម៉ាព្រះមានអាយុ28ឆ្នាំអ្នកត្រូវតែថើបខ្ញុំនៅពេលអ្នកមានអាយុ18ឆ្នាំសញ្ញាសំខាន់របស់កុមារពិបាករកឃើញណាស់វាត្រូវតែមានស្ថិរភាពតើវាអាចទៅរួចដោយរបៀបណានេសាសម្លាប់អំពើអាក្រក់ទេត្រូវស្លាប់ហើយសន្តិភាពនោះលោកជេងតើអ្នកកំពុងព្យាយាមបឺតយកអ្វីពិតប្រាកដតើអ្នកណាជាមនុស្សបរិសុទ្ធនេះម្ដាយម៉ាម៉ាតើរឿងនេះអាចកើតឡើងដោយរបៀបណានាងច្បាស់ណាស់គាត់ធ្លាប់ជាមនុស្សស្លាប់ហើយឥឡូវនេះគាត់បានវិលត្រឡប់មកវិញហើយតើអ្នកអាចរស់រានមានជីវិតដោយរបៀបណាអ្នកគ្រាន់តែជាអ្នកបើកបរមែនទេមិនចាំបាច់បារម្ភទេសេងសៀវបងស្រីអ្នកសង្ស័យអារម្មណ៍របស់ខ្ញុំចំពោះអ្នកមែនទេវាជាចេតនាល្អប៉ុន្តែខ្ញុំគិតថាអ្នកបើកបរនេះអ្នកគួរតែរកអ្នកផ្សេងសម្រាប់តំណែងនោះខ្ញុំយល់ហើយលោកជាងសូមអភ័យទោសខ្ញុំសូមអភ័យទោសចំពោះការសន្មត់ពីមុនរបស់ខ្ញុំលោកជាងដែលមិនចងគំនុំនឹងមនុស្សតូចតាចទេតើអ្នកកំពុងធ្វើអ្វីយ៉ាងលោកម្ចាស់អ្នកបានជួយសង្គ្រោះកូនខ្ញុំពិតជាខ្ញុំមិនដឹងពីរបៀបសងអ្នកវិញទេមិនអីទេវាជាកំហុសរបស់ខ្ញុំដែលមិនបានប្រាប់អ្នកមុនវាមិនមែនជារឿងចម្លែកទេដែលអ្នកមិនពន្យល់អ្វីឲ្យបានច្បាស់លាស់ទុកចិត្តខ្ញុំចុះសង្គ្រោះជីវិតបាន